Ok, chẳng dương chấp đamចូលមកកាន់កម្មវិធី Adobe Photoshop ដែលជាវីដេអូទី2របស់យើងអញ្ចឹងអ្នកគ្នាត្រូវស្គាល់អំពី layout ហើយនិង workspace មួយចំនួនដើម្បីយើងកាន់តែមានភាពងាយស្រួលក្នុងការធ្វើអញ្ចឹងអ្នកគ្នាកលេចមើលកន្លែងពាក្យថា new មានន័យថាយើងបង្កើតនៅ layout ក្តាររបស់យើងអញ្ចឹងឧទាហរណ៍អ្នកនរគ្នាត្រូវការក្តារប្រភេទក្តារដែលក្នុងទម្រង់ជា pixel បើសិនអ្នកគ្នាដឹងទំហំច្បាស់លាស់ឧទាហរណ៍ខ្ញុំមកយក1200 pixel គុណជាមួយនឹង1200 pixel គេថាយើងយក width 1200ហើយ1200ដែលក្នុងទម្រង់ pixel ຂະຫນាតគឺអ្នកនរគ្នាអាចឆែករកមើលនៅតាមណាຂະຫນាតគឺអ្នកគ្នាអាចចូលទៅអ៊ីនធឺណិតទៅអ្នកគ្នាអាចដាក់បានហើយអញ្ចឹងពាក្យថា preset detail មានថាឈ្មោះអញ្ចឹងអ្នកគ្នាចង់ដាក់ឈ្មោះ advert អ្នកនរគ្នានេះជាឈ្មោះអ្វីខ្ញុំឧទាហរណ៍ខ្ញុំដាក់ថា poster អញ្ចឹង poster អ្នកគ្នាអាច save អាហ្នឹងវាជា layout ហើយអ្នកគ្នា complete មើលកន្លែង resolution មានថាកម្រិតភាពច្បាស់របស់វានៅពេលដែលអ្នកគ្នាបើកក្តារអ្នកគ្នាអាចយក300មកដើម្បីវានៅពេលយើងសេអក្សរទៅគឺវាអត់បែក pixel នៅអ្នកគ្នាអញ្ចឹងនេះយកជា pixel inch គឺត្រូវហើយប្រភេទ RGB ហើយនិង CMYK RGB គឺជាប្រភេទposter ឬក៏រូបភាពដែលយើងយកដើម្បីទៅផុសទៅតាមអ៊ីនធឺណិត CMYK គឺសម្រាប់ print អញ្ចឹងអ្នកគ្នាអាចចូលទៅអ៊ីនធឺណិត search បន្តិចទៅគឺឃើញអ្នកនរគ្នាsearch ទៅ CMYK ហើយនឹងអ្នកគ្នា search ទៅ CMYK and RGB អញ្ចឹងទៅគឺអ្នកនរគ្នាឃើញហើយប្រភេទ CMYK ហើយនិង RGB អ្នកគ្នាចូលទៅ image ទៅគឺឃើញហើយនេះគឺជាប្រភេទ CMYK ហើយនិង RGB អ្នកគ្នាឃើញរូបភាពហ្នឹងគឺខុសគ្នាអញ្ចឹង CMYK គឺបែប color បែបរាង flat តែពេល RGB គឺអ្នកគ្នាតែងឃើញគេផុសនៅក្នុង Facebook ឬក្នុង social media អីគឺគេប្រើ RGB ហើយនៅក្នុងហ្នឹងអូខេអ្នកគ្នាឃើញ RGB color ដល់អញ្ចឹងអាហ្នឹងហើយគឺជា CMYK ហើយនិង RGB អញ្ចឹងយើងបាយទៅកាន់មេរៀនរបស់យើងវិញអ្នកគ្នាដាក់ឈ្មោះវាមកថា poster អ្នកនរគ្នាទំហំក្តារអ្នកនរគ្នានេះគឺអ្នកគ្នាចង់ធ្វើជា poster អ្នកគ្នាដាក់ poster មកហើយអ្នកគ្នាអាច save កន្លែងនេះគឺអ្នកគ្នាចុច save ជាទៅ default វាគឺយើងប្រើ8 bit ហើយ background នៅពេលដែលអ្នកគ្នាបង្កើតក្តារមកចង់ឲ្យវាចេញពណ៌ខ្មៅឬក៏ពណ៌សពណ៌ក្រហមអ្នកគ្នាដាក់តាមហ្នឹងមកហើយចុច OK ទៅបានហើយអូខេបើសិនអ្នកគ្នាចង់ save អ្នកគ្នាចុច save មកគឺ save បាន save ដាក់ឈ្មោះវាម្ដងទៀតទៅគឺអ្នកគ្នាថា poster ហើយ save preset ហ្នឹងមកអញ្ចឹងវានឹងចូលទៅក្នុង preset ណាឃើញអ្នកគ្នា preset ដែលខ្ញុំតែងប្រើគឺខ្ញុំ save ដាក់បែបហ្នឹងហើយអ្នកគ្នាអាចមើល orientation កន្លែងនេះមួយទៀតប្រភេទក្តារប្រឆោហើយនិងផ្ដេកអញ្ចឹងបើសិនអ្នកគ្នាយកទំហំវាប៉ុណ្្នឹងគ្នាអញ្ចឹងគឺក្តារវាប្រែអត់កើតទេប៉ុន្តែបើសិនមកអ្នកគ្នាយកដូចជានេះទំហំនេះអ្នកគ្នានឹងអាចយកវាជាប្រឆោក៏បានផ្ដេកក៏បានអញ្ចឹងខ្ញុំយក7200ដូចឧទាហរណ៍ហ្នឹងហើយអ្នកគ្នាចុចពាក្យថា create អូខេឃើញអត់យើងនឹង create បានក្តារមួយអញ្ចឹងបើសិនបើនៅក្នុង file កន្លែង new កន្លែងនេះអ្នកគ្នាចូលកន្លែង save ហ្នឹងមកអ្នកគ្នានឹងឃើញទំហំក្តារនេះដែលយើងបានបង្កើតមុនហ្នឹងតែយើងដាក់ថា poster នេះ sorry នៅត្រង់នេះអញ្ចឹងបើសិនអ្នកគ្នាដាក់ពណ៌ក្រហមហីពណ៌ក្រហមអ្នកគ្នា create មកគឺវាចេញពណ៌ក្រហមហើយអាហ្នឹងគឺ color background របស់អ្នកគ្នាអញ្ចឹងអ្នកគ្នាចុច open មានន័យថាយើងនឹងបើកឯកសាររបស់យើង file open អ្នកគ្នាអាចយកឯកសារណាក៏បានដែលអ្នកគ្នាបានធ្វើឧទាហរណ៍ខ្ញុំយកឯកសាររបស់ខ្ញុំមួយនេះវាជា file គេ PSD វាគឺជា file scene របស់ Photoshop អានេះ PSD ដែរអញ្ចឹងខ្ញុំសូមយករូបភាពមួយហ្នឹងដែលខ្ញុំធ្វើអានេះគឺខ្ញុំធ្វើទៅហើយទេអញ្ចឹងខ្ញុំយកឧទាហរណ៍ទៀតអស់គ្នាមើលឃើញអត់អញ្ចឹងអ្នកគ្នាបើកយកមកគឺ open អ្នកគ្នាបើករូបភាពឬក៏បើក file scene របស់អ្នកគ្នាយកដែលធ្វើយកមកដាក់នៅក្នុងហ្នឹងក៏បានដែរអត់ជាបញ្ហាទេអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺអ្នកគ្នាបានរៀនអំពី new បង្កើតនៅឯកសារថ្មីអ្នកគ្នាអាចមើលកន្លែង photo default ដែលមានស្រាប់នៅក្នុងហ្នឹងតែយើងអាចធ្វើជា web mobile អីអ្នកគ្នាមើលទៅប៉ុន្តែបើសិនអ្នកគ្នាចង់ design អ្នកគ្នាបង្កើតក្តារខ្លួនឯងអ្នកគ្នាត្រូវយក create ខ្លួនឯងមកហើយ recent នេះថាសន្លឹកដែលអ្នកគ្នាធ្លាប់យកមកប្រើការអាហ្នឹងគឺ recent អញ្ចឹងសរុបសេចក្តីឲ្យអ្នកនរគ្នាគឺនៅក្នុងវីដេអូនេះគឺអ្នកនរគ្នានឹងសិក្សាបានច្រើនខ្លាំងមែនទែនទាក់ទងទៅនឹងការបង្កើតនៅក្តារការបង្កើតនៅ preset ទំហំក្តារហ្នឹងគឺ preset ដែលអ្នកគ្នា save គឺជា preset ក្តាររបស់អ្នកគ្នាហើយអ្នកគ្នានឹងស្គាល់អំពីຂະຫນាត inch សង់ទីម៉ែត្រ millimeter គឺអ្នកគ្នាមិនជាបញ្ហាទេអ្នកគ្នាអញ្ចឹងអ្នកគ្នា search Google ទៅ internet ថាពី pixel ទៅសង់ទីម៉ែត្រហ្នឹងស្មើប៉ុន្មានអ្នកគ្នាដាក់នឹងមកគឺមានទាំងអស់ហើយអញ្ចឹង custom អូខេ custom អ្នកគ្នាអាចរើស color ទៅ background អ្នកនរគ្នាអូខេអ្នកនរគ្នា
ចឹងអ្នកនរគ្នាសិក្សាអំពី open មានថាយើងបើកឯកសារចឹងអ្នកគ្នាបើកឯកសាររបស់អ្នកគ្នាមួយទៀតគឺអ្នកនរគ្នាចូលកន្លែង file new គឺយើងអាចបង្កើតនៅក្រដាសស្លឹកកិច្ចការក៏បានហើយអ្នកគ្នាអាចចុច file ហើយយកពាក្យថា open គឺបើកស្លឹកកិច្ចការដូចគ្នាឬមួយទៀតអ្នកគ្នាអាចចុចគេនេះ command n នៅក្នុង Windows គឺអ្នកគ្នាចុច control n មក control n មកគឺអ្នកគ្នាបង្កើតក្រដាសដែរបើសិនអ្នកគ្នាចង់បើកគឺអ្នកគ្នាចុចគេ control o ឬក៏ command o ឃើញអត់អ្នកនរគ្នាយើងនឹងបានស្លឹកកិច្ចការមួយដែលយើងចង់បានអញ្ចឹងផ្សេងអ្នកគ្នាអាចទាញទម្លាក់ចុះក្រោមអញ្ចឹងមកគឺដើម្បីយើងសេរីវាអូខេឃើញអត់អ្នកនរគ្នាចឹងនៅក្នុងវីដេអូនេះគឺយើងរៀនទាក់ទងទៅនឹងការបង្កើតក្រដាសហើយនឹងការបើកស្លឹកកិច្ចការរបស់យើងវីដេអូបន្ទាប់គឺយើងនឹងនិយាយពីរបៀប save ឯកសារ